មិនធម្មតាទេអ្នកគ្នាថ្មីនេះលោកអុកញ៉ាស៊ូវិរៈដែលជាម្ចាស់ក្រុមហ៊ុនវិរៈប៊ុនថាំបានសហការគ្នាជាមួយនឹងក្រុមហ៊ុនមួយនេះដើម្បីនាំចេញអង្ករខ្មែរទៅកាន់ប្រទេសអូស្ត្រាលីអង្ករខ្មែរ3ប្រភេទត្រូវបានក្រុមហ៊ុនវិរៈប៊ុនថាំសហការគ្នាជាមួយនឹងក្រុមហ៊ុន CAG Wholesaler Pty Ltd ដើម្បីនាំចេញអង្ករខ្មែរទៅលក់នៅក្នុងទីផ្សារប្រទេសអូស្ត្រាលីដែលអង្ករទាំង3ប្រភេទនោះរួមមានអង្ករផ្ការំដួលសរីរាង្គនិងអង្ករស្រងាបើយោងទៅតាមអ្នកអុកញ៉ាស៊ូវិរៈកិច្ចព្រមព្រៀងនេះគឺធ្វើឡើងដើម្បីដោះស្រាយបញ្ហានៅក្នុងវិស័យកសិកម្មដើម្បីជួយកសិករទាក់ទងជាមួយនឹងបញ្ហាខ្វះទីផ្សារនិងឈ្មួញទិញក្នុងតម្លៃទាបជាដើមក្រុមហ៊ុនវិរៈប៊ុនថាំបានសន្យាថានឹងសហការគ្នាជាមួយនឹងរាជរដ្ឋាភិបាលក្នុងការកំណត់តម្លៃទីផ្សារមួយក្នុងការប្រមូលទិញស្រូវដើម្បីធានាថាកសិករដែលដាំដុះពូជស្រូវខ្មែរនឹងទទួលបានប្រាក់ចំណេញនិងមិនមានការយាយីតម្លៃពីសំណាក់ឈ្មួញកណ្ដាលនោះទៀតទេបើយោងទៅតាមលោកជុងសម្បូរដែលជាប្រធានទីផ្សារក្រុមហ៊ុនវិរៈប៊ុនថាំនឹងសង្ឃឹមយ៉ាងមុតមមថាយ៉ាងយូរ2ឆ្នាំទៀតគឺក្រុមហ៊ុនវិរៈប៊ុនថាំនឹងអាចដោះស្រាយបញ្ហានិងផលិតនៅអង្ករខ្មែរដែលមានគុណភាពក្នុងការនាំចេញទៅលក់នៅកាន់ទីផ្សារអន្តរជាតិកាលពីថ្ងៃទី7ខែតុលាឆ្នាំ2025ក្រុមហ៊ុនវិរៈប៊ុនថាំបានចុះកិច្ចសន្យានៅក្នុងការទិញស្រូវសង្ហែពីសហគមន៍កសិកម្មជាង 30,000 តោននៅក្នុងតម្លៃពី950ទៅដល់ 1050 ក្នុង1គីឡូក្រាម